សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានសាច់រឿងមួយចង់និយាយប្រាប់ទៅកាន់អ្នកនរគ្នាគឺសាច់រឿងបានមកពីប្រុសម្នាក់ហៅគាត់ថាតាចាស់ព្រោះដោយសារគាត់តាគាត់អាយុច្រើនគួរសមដែរគាត់បានរៀបរាប់ប្រាប់សាច់រឿងមកកាន់ខ្ញុំហើយនិយាយអំពីគាត់ទៅចាំចការគេមួយដែលនៅតំបន់ឆ្ងាយពីទីក្រុងមែនទែនឆ្ងាយពីក្រុងឆ្ងាយពីខេត្តជាតំបន់ដាច់ស្រយាលដែលគ្មានភ្លើងគ្មានអគ្គិសនីអីប្រើទេទឹកក៏ប្រើទឹកដងដែរហើយមានប្រឆាជុំវិញមានន័យថាមានវត្តនៅចិត្តហ្នឹងមានវត្តនៅចិត្តចការហ្នឹងហើយមានប្រឆាមានអីចឹងទៅមានប្រឆាខ្មោចមានភ្នោខ្មោចមានអីជាដើមចឹងទៅណាហើយគាត់ថាគាត់ទៅនៅចការពេលដំបូងហ្នឹងធ្វើឲ្យគាត់បាក់ស្បាតរហូតដល់ឈឺងើបអត់ចង់រួចព្រោះដោយសារតែគាត់ខុសលើគេចឹងគេធ្វើឲ្យនៅអត់បានសុខតែដល់ពេលក្រោយមកក៏បានរៀបចំនិយាយជាមួយនឹងចាស់ទឹកចាស់ដីអញ្ចឹងណាគេហៅចាស់ទឹកចាស់ដីឬក៏អ្នកកាន់អ្នកអីចឹងទៅក៏បានរហូតនៅបានធម្មតាក៏ប៉ុន្តែសាច់រឿងរបស់គាត់និយាយហ្នឹងគាត់ថាគាត់ចង់ចែកម្លែកបទពិសោធន៍ទៅលើអ្នកដែលចាំចការផ្សេងកុំឲ្យមានគេហៅថាភាពខុសឬគាត់អត់ចង់ជួបរឿងហ្នឹងព្រោះគាត់ជឿថានៅលើโลกហ្នឹងជាពិសេសខ្មែរហ្មងគឺមានអញ្ចឹងចង់ឲ្យគាត់ថាចង់ឲ្យជឿហ្នឹងហើយចាំឲ្យខាតពេលយូរចង់ចូលសាច់រឿងទាំងអស់គ្នាហ្មងទៅមុននឹងចូលសាច់រឿងខ្ញុំចង់និយាយបន្តិចទៅកាន់អ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនៅវីដេអូរបស់ខ្ញុំហើយជួយគាំទ្រចុច like និង share វីដេអូដើម្បីជាកម្លាំងចិត្តខ្ញុំព្រោះមួយរយៈខ្ញុំអត់បានធ្វើវីដេអូទេដោយសារតែធ្វើទៅអត់សូវមានអ្នកមើលហើយអត់សូវមានកម្លាំងចិត្តក្នុងការធ្វើតែចាំមើលព្យាយាមធ្វើបន្ថែមទៀតមិនដឹងថាមានអ្នកគាំទ្រអត់ទេអញ្ចឹងកុំឲ្យខាត់ពេលយូរចូលទៅកាន់សាច់រឿងទាំងអស់គ្នាហ្នឹងហើយសាច់រឿងដំបូងគឺនិយាយអំពីគាត់តាជើបហ្នឹងគាត់នៅភូមិមួយដែលគាត់ជាមនុស្សម្នាក់ដែលញៀនស្រាបើយើងនិយាយចំគាត់ជាមនុស្សម្នាក់ដែលញៀនស្រាហើយពេលផឹកស្រាម្ដងគាត់គ្មានស្មារតីគ្រប់គ្រងខ្លួនឯងទេលក្ខណៈថាទុនណាផឹកស្រាពេករហូតដល់ទុនធម្មតាមនុស្សយើងបើផឹកក្មេងៗគេមានកម្លាំងក្នុងការទប់ឯណាមួយគាត់ចាស់ផងហើយគាត់ផឹកស្រាស្រាប់ឆ្នាំរហូតវាគ្មានវិជាណាទៅផឹកតែព្រោះចំនួនហ្នឹងគឺខ្វះខាតដែរអញ្ចឹងខ្ញុំប្រាប់ទីឆ្នាំគឺឆ្នាំតែគាត់ចាំចការគេហ្នឹងនៅឆ្នាំ2008គាត់ដំបូងគាត់នៅភូមិតាមធម្មតាទេហើយគាត់ក៏មានកូនមានអីដែរគាត់មានកូនមានអីគេកូនរៀបការរៀបអីមានគ្រួសារទៅនៅឆ្ងាយទៅនៅពេញទៅណីអស់អញ្ចឹងណាគាត់ក៏បាននៅជាមួយនឹងយាយដែលជាប្រពន្ធរបស់គាត់ហ្នឹងក៏ប៉ុន្តែយាយគាត់លក្ខណៈអស់ទ្រាំជាមួយនឹងគាត់ខ្លាំងពេកដោយសារតែគាត់ប្រមឹកគាត់ផឹកខួបហ្មងព្រលឹមឡើងផឹកចុះគាត់អត់មានធ្វើអីព្រលឹមឡើងផឹកក៏ម៉ែយាយហ្នឹងគាត់ក៏លក្ខណៈអស់ចិត្តក៏ឡើងទៅនៅពេញជាមួយនឹងកូនហើយឈប់មកនៅភូមិដែលជាផ្ទះរបស់គាត់ហ្នឹងចឹងថ្ងៃមួយក៏មានពូម្នាក់ដែលគាត់មានចការគាត់ឃើញតែជើបគាត់នៅតែឯងហើយគាត់ប្រពន្ធកូនទៅរត់ចោលគាត់អស់ហើយអញ្ចឹងគាត់ក៏ខ្វះអ្នកចាំចការផងគាត់ក៏ហៅតែជើបទៅចាំចការគាត់ដែលនៅឆ្ងាយពីគាត់ឆ្ងាយពីនៅក្នុងខេត្តតែមួយក៏ប៉ុន្តែឆ្ងាយពីភូមិដែលតែជើបនៅបើជិះទៅលបាក់ជា 2-3 ម៉ោងដែរអញ្ចឹងវាឆ្ងាយចូលទៅជ្រៅដែរអញ្ចឹងជាតំបន់ដែលដាច់ស្រយាលផ្ទះមួយវាមានអ្នកភូមិដែរក៏ប៉ុន្តែមិនផ្ទះជាប់គ្នាដីចការស្វាយចន្ទីចការអីជាដើមអញ្ចឹងណាហើយមានវត្តដីហ្នឹងមានវត្តអញ្ចឹងគាត់ក៏បានធ្វើដំណើរទៅកាន់ខ្ញុំនិយាយកាត់ទៅគាត់ធ្វើដំណើរទៅកាន់ផ្ទះហើយទៅកាន់ចការហ្នឹងហ្មងទៅកាន់ចការហ្នឹងហើយគាត់ធម្មតាគាត់អត់ផឹកបើសិនជាគាត់អត់ផឹកដូចជាមនុស្សទូទៅអញ្ចឹងល្អនិយាយសុភាពរៀបសារមួយធ្វើការបានគ្រប់សពគាត់មិនមែនថាចាស់នឹងធ្វើអត់កើតណាគាត់ចាស់មានកម្លាំងដែរតែខូចទៅរឿងផឹកមួយគឺទុនបែបវក់ធ្វើអីក៏អត់កើតនិយាយស្ដាប់គ្នាក៏អត់បានគាត់ក៏បានទៅដល់ចការហ្នឹងពេលទៅនឹងស្រឿងទៀតណាលក្ខណៈថាសវឹងស្រឿងទៅទៀតណាគាត់បានរៀបចំអីទៅដល់ជូនឡានជូនឲ្យទៅដល់ចការហ្នឹងហើយគាត់ថាចូលទៅដល់ដំបងចការហ្នឹងវាធំហើយសិតតែស្វាយសិតតែតំណាំស្វាយហើយនឹងភ័យដប់ហើយមានវត្តនៅជុំវិញវត្តនៅចិត្តហ្នឹងក៏ប៉ុន្តែមានភ្នោហើយនឹងបច្ឆានៅជុំវិញហ្នឹងដែលធ្វើទៅដល់គាត់លក្ខណៈគាត់ស្រឿងដែរគាត់ថាគាត់អត់មានអារម្មណ៍អីទេគាត់អត់ដឹងខ្លួនប៉ុណ្ណឹងគាត់អត់ដឹងថាខ្លួនហើយតែឃើញវត្តឃើញអីគាត់អត់ខ្វល់ខ្ញុំនៅស្វឹងយើងមិនដឹង
ពេលបានទៅដល់ចឹងទៅក៏មិនចាំជាការគេយកសម្ភារៈឲ្យដូចជាអង្គបាយអីត្រីសាច់អីតិចតួចយកមកទុកឲ្យគាត់ហូបចឹងណាហើយគាត់ក៏គេក៏ទៅផ្ទះគេវិញទៅម្ចាស់ចការគាត់ទៅវិញទៅគាត់ក៏បាននៅយប់ឡើងហ្នឹងគាត់ថាពេលដែលមកនៅដំបូងមកគាត់អត់សូវដឹងរឿងអីទេព្រោះដោយសារគាត់ស្វឹងមែនតើហ្មងគាត់សុំលុយម្ចាស់ចការហ្នឹងគេឲ្យលុយបន្តិចមកគាត់ទៅទិញស្រានៅតំបន់ហ្នឹងធ្វើបើតែវានៅដៃសញ្ញាមែនក៏ប៉ុន្តែគេលក់ស្រាលក់អីចឹងទៅព្រោះចិត្តវត្តចិត្តអីអញ្ចឹងតើណាចិត្តវត្តវាមានផ្ទះអ្នកភូមិខ្លះហើយនៅជាជើងវត្តហ្នឹងអញ្ចឹងគេមានផ្ទះកន្លែងលក់ស្រាគាត់ផឹកស្វឹងគាត់អត់ដឹងអីទាំងគាត់ដេកសូម្បីតែគាត់ដេកក៏អត់បានមានដាក់អីទ្របខ្នើយគាត់ដេកលើដីហ្មងដេកលើដីទៅទេសុទ្ធហ្មងដល់ពេលព្រលឹមឡើងបានគាត់ស្វាងទៅគាត់ថាគាត់មានអារម្មណ៍ភឺសវល់ហ្មងព្រោះដោយសារគាត់ក៏លេចមើលជុំវិញទៅសិតតែភ្នោខ្មោចហើយបិឆាតែធ្វើឲ្យគាត់ចុយអញមកនៅដីសិតតែភ្នោខ្មោចបិឆាហើយកាលមកមិនអត់ដឹងខ្យល់អីសោះចឹងគាត់ភ្លេចអស់លីងគាត់ដឹងតែគេជូនមកហើយដឹងតែផឹកស្រាតែប៉ុណ្្នឹងដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមរៀបចំអាសម្ភារៈរបស់គាត់ហ្នឹងដូចជាមុងខ្នើយភួយកន្ទេលអីផ្សេងទាំងអស់ហើយត្រីប្រឡាក់អីហ្នឹងគាត់រៀបចំដាំបាយដាំអីហូបអញ្ចឹងណាព្រោះមកពីប្រលប់មកដល់យប់ផឹកស្វឹងហើយក៏អត់មានបានហូបអីដែរអញ្ចឹងក៏ឡើងរៀបចំដាំបាយធ្វើម្ហូបអីផ្សេងគាត់ដើរមើលចកាបន្តិចព្រោះដោយសារចកាវាធំទំហំជាង2ហិកតាដែរធ្វើឲ្យគាត់ដើរមើលជុំវិញអញ្ចឹងទៅគាត់ក៏ឃើញភ្នោមួយនៅជាប់ដបងចកាហ្មងហើយគាត់ថាភ្នោហ្នឹងមាន2មានន័យថាភ្នោមួយដូចធំភ្នោមួយទូចតើមកហើយគាត់ក៏ដើរមើលទៀតគាត់ឃើញថាភ្នោហ្នឹងហើយក៏ដើរមើលទៀតក៏អត់ខ្វល់គាត់គិតថាវាតំបន់អញ្ចឹងវាមានភ្នោអីចឹងទូទៅអញ្ចឹងទៅព្រោះគាត់ក៏មិនជឿទេគាត់ជឿទៅលើខ្មោចលើអីហ្នឹងដែរតែគាត់ថាគាត់អត់ចេះប្រមាថគេទេដល់ពេលដល់យប់ឡើងគាត់ថាថ្ងៃហ្នឹងដែលគាត់ជួបមនុស្សស្រីម្នាក់សក់វែងស្លៀកអាវពាក់អាវហ្នឹងវាអាវខ្មៅហើយគាត់ថានៅមុខដំបងធម្មតាចង់និយាយថាចកាហ្នឹងប៉ុន្តែមានដំបងព័ទ្ធជុំវិញហើយគាត់នៅហ្នឹងគឺក្នុងចកាពាក់កណ្ដាលផ្លូវពាក់កណ្ដាលចកាហ្មងមានទៅក្រោយក៏មានខ្ទមមួយនៅចំកណ្ដាលនិយាយចេះឲ្យយល់ខ្ទមមួយចំកណ្ដាលអញ្ចឹងមានគាត់បានឃើញមនុស្សស្រីម្នាក់ហ្នឹងគាត់ដើរចេញពីដំបងព្រុចហ្មងហើយឃើញអាវខ្មៅគាត់ថាអាវខ្មៅសក់វែងគាត់ឃើញសន្ទង់គាត់មិនប្រលប់ប៉ុន្មានទេមិនយប់ប៉ុន្មានទេនិយាយថាប្រលប់សឿងធម្មតានៅចកាវាមិនភ្លឺសឿងអញ្ចឹងទៅគាត់ក៏ឃើញមកភ្លឹបអញ្ចឹងទៅគាត់ភ្ញាក់ចុយគាត់ថាអាយ៉ាជួបមិនដឹងហ៎គាត់និយាយលេងអញ្ចឹងណានិយាយក្នុងចិត្តហើយព្រោះគាត់ជឿថាវាអាចមានមិនអត់ទេគាត់ថាមិនអត់ទេតែអ្វីដែលសំខាន់គាត់ភ្លេចគាត់ជាមនុស្សម្នាក់ដែលមកនៅកន្លែងណាក៏គាត់ក៏ជឿថាសុំអីចឹងណាធម្មតាតាមចាស់ពីដើមទៅនៅកន្លែងណាតែសុំម្ចាស់ទឹកម្ចាស់ដីជំនាញផ្ទះអីអ្នកតាយាមអីចឹងផ្សេងនៅតែគាត់ដោយសារគាត់ថាគាត់ភ្លេចឲ្យឆឹងមកមិនដឹងថាម៉េចគាត់មកដល់ភ្លាមគាត់ដឹងថាថ្ងៃដំបូងនោះគាត់ផឹកស្វឹងថ្ងៃទី2ហ្នឹងគាត់ធ្វើបាយធ្វើអីហូបធម្មតាហាក់ដូចជាអស់កម្លាំងអីមិនដឹងគាត់ថាបានជួបមនុស្សស្រីហ្នឹងក៏គាត់ឃើញមកភ្លឹបចឹងទៅក៏បាត់ទៅវិញអញ្ចឹងគាត់ក៏មិនដឹងក៏អត់សូវចាប់អារម្មណ៍ឯណាដែរគាត់ក៏ចាប់ផ្ដើមធ្វើបាយធ្វើទឹកហូបតាមធម្មតាអញ្ចឹងទៅហើយយប់ឡើងអត់មានភ្លើងទេគាត់មានតែកូន7មួយហើយនឹងចង្គៀងគាត់ក៏ចាំរៀបចំចងមុងចងអីដេកអញ្ចឹងទៅហើយអ្វីដែលសំខាន់យប់ឡើងគឺធ្វើទុកគាត់ខ្លាំងដោយសារតែគាត់ដុតធូបដុតចង្គៀងហ្នឹងដុតចង្គៀងអត់មានខ្យល់ទេគាត់ថាអត់ខ្យល់ទេព្រោះដោយសារអីនៅក្នុងខ្ទមហ្នឹងខ្ទមមែនតែធ្វើពីថ្មពីអីដែរថាអត់មានខ្យល់ចូលទេមានប្រួយមែនតែគាត់បិទអីគាត់ថាដុតអត់ទៀនដុតចង្គៀងដុតអត់ឆេះដុតអលត់គាត់ថានៅអាម៉េចដុតគាត់ប្រចាំងភ្លើងនេះហើយចាំងភ្លើងមើលយ៉ាងហើយអាប្រេងហ្នឹងក៏វានៅឆេះនៅមានជក់ជាមួយនឹងបដូរឡើងដែរក៏ប៉ុន្តែមិនដឹងមិនដុតអត់ឆេះគាត់ថាគាត់ជួបហើយលេងហើយក៏មិនដឹងធ្វើម៉េចគាត់ដើរចេញមកក្រៅគាត់ដើរចេញពីខ្ទមហ្នឹងមកក្រៅ
mà cái đào mới chung vinh tích kèn lô vì mình rồi đó nó còn chẳng đậpไป còn ប្រចាំង ភ្លើង តិច ទៅ សាច់ អា ភ្នូរ ដែល គាត់ ឃើញ ហ្នឹង មាន កូន មាន លក្ខណៈ មនុស្សស្រី ម្នាក់ ហើយ និង កូន 2 នាក់ កូន 2 នាក់ ដើរ គាត់ ថា ដើរ នៅ ម្ដុំ ហ្នឹង ម្ដុំ អា ភ្នូរ ហ្នឹង ហ្មង គាត់ ចាំង ភ្លើង ទៅ លក្ខណៈ ថា ឃើញ ដូច ស្រមោល ដូច ឃើញ មនុស្ស កំពុង តែ ដើរ អញ្ចឹង ណា គាត់ ថា បាន តែ ចោល ចូល អី ចឹង ទៅ ព្រោះ ដោយសារ នៅ ហ្នឹង វា មាន ស្វាយ មាន អី ដែរ ឃើញ លោក ចោល ឃើញ លោក អី ចឹង ណា គាត់ គិត ថា អញ្ចឹង ទៅ ពេល ដើរ ទៅ មើល ទៅ អត់ ឃើញ មនុស្ស លេង គាត់ ថា អូ អញ ទៀត ហើយ ជួប ថ្ងៃ ហ្នឹង គាត់ ក៏ មាន អារម្មណ៍ ថា អត់ ដល់ ពេល អត់ ដាក់ ស្រា ទៅ ព្រឺ ហើយ គាត់ ក៏ ចាប់ ផ្ដើម មក ហត់ មក ខ្ទម វិញ នៅ សល់ ស្រា ស គាត់ ប្រហែល ជា កន្លះ ដប គាត់ ងើយ ទៅ គាត់ ថា គាត់ ស្វឹង គាត់ អត់ ដឹង អី ទេ គាត់ អត់ ដឹង អី ភ្ញាក់ ឡើង ស្អែក ឡើង ហ្មង គាត់ ក៏ មាន អារម្មណ៍ ថា អត់ ស្រួល ឈឺ លក្ខណៈ ឈឺ ឆ្អឹង ខ្នង ខ្លាំង ឈឺ ឆ្អឹង ខ្នង ហើយ ឈឺ ក រក ក ចេះ តែ រយ មក មិន ដឹង ម៉េច ក ចេះ តែ រយ ហើយ គាត់ ក៏ លក្ខណៈ ណា នៅ តែ ឯង នៅ ចកា តែ ឯង ហើយ គ្មាន ទូរស័ព្ទ នៃ ទេ ចាំ ម្ចាស់ ចកា មក ក៏ មិន ដឹង ថា ម៉េច អញ្ចឹង ពី មួយ ថ្ងៃ ចឹង និយាយ ថា គេ ពេល ដែល គាត់ ឈឺ ហ្នឹង លក្ខណៈ គាត់ ចាប់ ផ្ដើម បាក់ ទៅ គាត់ ក៏ ឃើញ យប់ ឡើង ដេក អត់ បាន ទេ គាត់ ថា ដេក អត់ បាន មាន ក្មេង មក តោង ជើង គាត់ ថា អា សរង គាត់ ដេក ធម្មតា គាត់ ដេក ធ្លាក់ សរង ឯង ស្លៀក អា សរង ហ្នឹង អត់ មាន ខោ ក្នុង គាត់ ថា ប៉ើង សរង រហូត ដេក អត់ បាន ណា គាត់ ដេក មិនលក់ ដេក អត់ បាន ហើយ ព្រលឹម ឡើង ឲ្យ តែ ព្រលឹម ឡើង ដឹង តែ ឈឺ ឆ្អឹង ខ្នង ឈឺ ក ក ចុក ក រហូត មិន ដឹង ថា ម៉េច អញ្ចឹង គាត់ ក៏ អត់ ដឹង ថា ត្រូវ ធ្វើ យ៉ាង ម៉េច ព្រោះ ដោយសារ ម្ចាស់ ចកា មិន ដឹង ថា គេ មក ពេល ណា ចង់ ជូន ទៅ ពេទ្យ ទៅ អី ក៏ មិន ដឹង ថា ទៅ តាម ផ្លូវ ណា ផ្លូវ ណី គ្មាន អី ទាំង អស់ លុយ ក៏ គ្មាន អី គ្មាន អញ្ចឹង គាត់ ក៏ បាន ទៅ វត្ត ដែល នៅ ចិត្ត ហ្នឹង ហ្មង នៅ ចិត្ត ចកា ហ្នឹង គាត់ ក៏ បាន ដើរ ទៅ វត្ត ថ្វាយ អង្គម លោក ថ្វាយ អង្គម អី ចឹង ទៅ ថា ព្រះអង្គ អើយ រៀបរាប់ សាច់រឿង តាម អ្វី ដែល នេះ ចឹង ណា ថា មាន ឃើញ ចេះ 1 ចេះ 2 ចឹង ទៅ ហើយ លោក ក៏ បាន សួរ ថា មាន សង្ឃ ដីកា សួរ ថា តើ ញោម ឯង មាន បាន សុំ គេ អត់ សុំ ពេល មក នៅ ហ្នឹង មាន បាន សុំ រៀបរាប់ ប្រាប់ គេ អត់ គាត់ ថា អឺ ដេក គុណ អើយ កាលណា ភ្លេច ឲ្យ ឈឹង កាលណា ទៅ ដល់ កន្លែង ណា ក៏ សុំ គេ ដែរ តែ មិន ដឹង ម៉េច មក ដល់ ដី ហ្នឹង ភ្លេច ឲ្យ ឈឹង ហ្មង អត់ បាន សុំ អត់ បាន អី ទាំង អស់ តាំង ពី គាត់ ដេក និយាយ ហ្នឹង តាំង ពី គាត់ ឈឺ តាំង ពី គាត់ មក ដំបូង ផឹក ស្វឹង ហើយ អា យប់ បន្ទាប់ ឃើញ ហើយ គាត់ ខ្លាច គាត់ អី ហ្នឹង ហើយ ដល់ ពេល ស្អែក ឡើង គាត់ ចេះ តែ ឈឺ ចេះ អី រហូត ហ្នឹង អត់ បាន សុំ អត់ បាន សែន អត់ បាន ដុតធូប អត់ បាន អី ទាំង អស់ អញ្ចឹង ក៏ លោក មិន ដឹង ថា លោក មាន បារមី អី ណា គាត់ លោក ក៏ បាន មាន សង្ឃ ដីកា និយាយ ថា ញោម ឯង អត់ សុំ គេ ហើយ មធ្យម ទេ ងុំ យម ឯង ធ្វើ ប្រមាថ ដាក់ គេ ហ្មង ធ្វើ សក្តី ប្រមាថ មើល ងាយ គេ ធ្វើ ឲ្យ គេ ខឹង គេ ញី ញក់ យប់ ឡើង អត់ ឲ្យ ញោម ឯង គេង ទេ អត់ ឲ្យ ញោម ឯង ដេក សម្រាន បាន ទេ ឲ្យ ញោម ឯង ធ្វើ ទុក្ខ ញោម ឯង រហូត ដល់ ពេល ហើយ តា ហ្នឹង ក៏ គាត់ និយាយ ថា ត្រូវ ហើយ ព្រះអង្គ អើយ ខ្ញុំ យប់ ឡើង ដេក អត់ បាន ទេ ព្រលឹម ឡើង ដឹង តែ ឈឺ ព្រលឹម ឡើង ដឹង តែ ឈឺ ហើយ យប់ ឡើង ដេក អត់ បាន វា មក ញ៉េ ញ៉ៃ ពេញ ទាំង អស់ ឮ សូរ សំឡេង ផង ឮ អី ផង ដល់ ពេល ចឹង លោក ថា ឲ្យ គិត មើល ថា មាន ខុស អី អត់ ចឹង ណា ក៏ គាត់ សម័យ គាត់ ថា គាត់ ប្រឹង គិត គាត់ ព្យាយាម គិត ណា គាត់ ដំបូង អត់ ឃើញ ទេ គាត់ ថា ឃើញ តែ ពេល ក្មេង 2 នាក់ ហើយ និង ស្រី ម្នាក់ នៅ ម្ដុំ ភ្នូរ ហ្នឹង ថា ទៅ ចិត្ត ហ្នឹង ដល់ ពេល បាត់ ទៅ ដល់ ពេល គាត់ ខ្លាច មក ផឹក ស្រា គាត់ ថា ចាំ តែ ប៉ុណ្្នឹង ដល់ ពេល គាត់ នឹក ទៅ យូរ គាត់ ថា អូ ពេល ដែល គាត់ ផឹក ស្រា ស្វឹង ហើយ គាត់ ចាំ ថា គាត់ ទៅ នោម អាណា មិន ទៅ ទេ ទៅ នោម នៅ ភ្នូរ ហ្នឹង ហ្មង នោម ហើយ ទៅ បត់ ជើង នៅ ហ្នឹង ទៀត ហើយ គាត់ ចាំ ដូចជា ចាំ សពិច សពិល ថា គាត់ ដូច ជេរ ប្រមាថ គេ ទៀត អញ្ចឹង ណា គាត់ ជេរ ប្រមាថ គេ ហ្មង ចឹង ដល់ ពេល ភ្លេច គាត់ ថា គាត់ ភ្លេច ឲ្យ ឈឹង ដល់ ពេល នឹក ទៅ បាន ដឹង ថា អញ្ចឹង ដល់ ពេល គាត់ និយាយ គាត់ ថា គាត់ ព្រឺ ស្រវល់ ខ្ញាក់ គាត់ ខុស ហើយ គាត់ ខុស ខ្លាំង ណាស់ ព្រោះ គាត់ មិន ប្រមាថ ទេ ក៏ ប៉ុន្តែ នៅ ពេល ដែល ស្រា ចូល ទៅ ជា បាត់បង់ ស្មារតី គ្មាន ការ គ្រប់គ្រង អត់ ដឹង ទៅ ខ្លួន ឯង ធ្វើ អី ទៀត អញ្ចឹង ក៏ លោក គាត់ មាន សង្ឃ ដីកា ថា ឥឡូវ ញោម ឯង ទៅ កន្លែង ភ្នូរ ហ្នឹង សុំ គេ ត្រឹមត្រូវ ទៅ ប្រាប់ គេ ខមា ទោស ត្រឹមត្រូវ ថា រៀបរាប់ តាម ហ្នឹង ចឹង ទៅ ហើយ មាន តង្វាយ អី សែន គេ បន្តិច ទៅ គាត់ ក៏ បាន នៅ សល់ សង្វាយ គាត់ មាន ថា តិចតួច បាយ គេ គាត់ ដាំ បាយ ដាំ អី ចឹង ហើយ ត្រី ប្រឡាក់ សាច់ជ្រូក ប្រឡាក់ អី ចឹង ទៅ គាត់ ដាក់ បន្តិច ចឹង ទៅ លក្ខណៈ ឧបកិច្ច ផង អី ផង ចឹង ណា យើង គាត់ ក៏ បាន ទៅ ដល់ ថ្វាយ
កន្លែងភ្នូរហ្នឹងហើយក៏បានសុំខមាទោសថាគាត់គ្មានចេតនានឹងប្រមាថអ្នកណាទេសូមតែក្តីសុខទេក៏ប៉ុន្តែដោយសារតែផឹកស្រាធ្វើឲ្យគាត់បាត់បង់ស្មារតីគ្មានការគ្រប់គ្រងរហូតដល់គាត់ភ្លេចតែមិនដឹងខ្លួនឯងធ្វើអីទៀតចឹងក៏សុំខមាទោសចឹងទៅចាប់ផ្ដើម3ថ្ងៃទៅបានគាត់បានធូរ3ថ្ងៃបានគាត់បានធូរហើយក៏គាត់ចាប់ពីពេលហ្នឹងទៅគាត់ថាគាត់ហូបអីមានហូបអីចឹងទៅក៏គាត់យកទៅថ្វាយដែរថ្វាយឡើងភ្នូឡើងអីហ្នឹងហើយថ្វាយនៅខ្ទមដែលគាត់នៅនឹងទៀតហ្នឹងហើយហ្នឹងរឿងតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហើយអ្វីដែលចង់និយាយទៅកាន់នេះគឺគាត់ថាមានបទពិសោធន៍ថាប្រសិនបើយើងជឿមិនជឿក៏ដោយគុំប្រមាថហើយការផឹកស្រានេះមួយទៀតបើសិនជាយើងផឹកច្រើនរហូតដល់បាត់បង់ស្មារតីចឹងវាអាចប៉ះពាល់ធ្វើឲ្យយើងថាជួបរឿងដែលនឹកស្មានមិនដល់ដូចជាគាត់ចឹងណាវាអាចអាហ្នឹងថារឿងអបិយជំនឿអញ្ចឹងគឺបើសិនជាយើងជួបរឿងណាដែលมันអបិយជំនឿរឿងពិតប្រាកដដូចជាការបើកបរដោយគ្រឿងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់គេបើបាត់បង់ជីវិតផ្សេងអញ្ចឹងហ្នឹងវាប៉ះពាល់អញ្ចឹងអានេះជាសារចែកម្លែកមួយទេបើសិនជាអាចគុំបើកបរក្នុងពេលដែលមានស្ថានភាពស្រវឹងហ្នឹងហើយអរគុណសម្រាប់ការស្ដាប់មកវីដេអូនេះហើយសង្ឃឹមថាពេញចិត្តបើពេញមិនពេញអីសូមមេត្តាខមមិនប្រាប់ផងអរគុណ